បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបានមកធ្វើវីដេអូខ្លីតាក់ទងនឹងការបង្ហាញប្រភេទស្មៅនៅក្នុងស្រូវប្រាំងដោយសារតែមើលទៅនៅក្នុង YouTube យើងអត់សូវមានការធ្វើវីដេអូបែបបង្ហាញឈ្មោះស្មៅទេអញ្ចឹងឥឡូវខ្ញុំធ្វើវីដេអូបង្ហាញពីឈ្មោះស្មៅដែលមាននៅក្នុងស្រូវប្រាំងឬក៏ស្រូវភាសាតើវាមានឈ្មោះស្មៅខ្លះហើយដើមរបស់វាមានរូបរាងមិនខ្លះអញ្ចឹងណាអញ្ចឹងឥឡូវទៅតាមដានទាំងអស់គ្នាបងប្អូនយើងចឹងទី1ក្នុងស្រូវប្រាំងយើងច្បាស់ជាបងប្អូនយើងស្គាល់ហើយនៅប្រភេទស្មៅនេះអានេះឈ្មោះវាថាស្មៅ3ក្បាលមានកន្ទុយឬក៏បងប្អូនយើងហៅថាស្មៅយួនស្មៅកន្ទុយកញ្ចក់ស្មៅកន្ទុយកដោកន្ទុយអីហ្នឹងតាមបងប្អូនហៅតែបច្ចេកទេសរបស់វាគឺគេហៅស្មៅ3ក្បាលមានកន្ទុយដោយសារផ្ការបស់វាឬផ្លែរបស់វាហ្នឹងគឺមានកន្ទុយនៅខាងចុងមានក្របវាមានកន្ទុយហើយលក្ខណៈសម្គាល់របស់វាគឺដើមវាពីទូចក្រហមធំឡើងសដើមវាសអញ្ចឹងហើយបែកគុំដូចដើមស្រូវឬក៏យើងហៅស្មៅស្រូវហើយនេះពេលដែលវានឹងធំទៅនៅពេលដែលវាធំទៅគឺដើមវាចងាងចឹងគុំច្រើនគុំធំណាគុំធំខ្លាំងមែនទែនមើលហើយមើលរឹសវាមិននិយាយទេរឹសស្រូវយើងអត់មានទឹកនេះស្រូវខ្ញុំដកពីស្រែនឹងផ្ទាល់ស្រូវទូចទេប៉ុន្តែមើលស្មៅធំជាងស្រូវឆ្ងាយហើយយើងមើលលក្ខណៈសម្គាល់របស់វាគឺវាមាននេះវាមានឆ្នូតកដាលទំនងស្លឹកនេះអញ្ចឹងលក្ខណៈសម្គាល់របស់វាគឺវាមានឆ្នូតកដាលហ្នឹងស្លឹកវានឹងទន់ជាងស្រូវតែដើមវាមើលផ្លែតស្តៀងស្រូវដល់បើសិនវាប៉ិនស្រូវនេះគឺដើមរបស់វាឈ្មោះវាស្មៅ3ក្បាលមានកន្ទុយដោយសារផ្កាវាមានកន្ទុយហើយស្លឹកវាឆ្នូតហើយស្មៅនេះគឺជាស្មៅដែលពិបាកបាញ់ជាងគេនៅក្នុងស្រូវប្រាំងនឹងឯងបងប្អូនមើលរឹសអត់ទឹកប៉ុណ្ណឹងរឹសវាមិនបាច់ចំនិយាយទេរឹសស្រូវឲ្យបានរឹសប៉ុណ្ណឹងមិនបាច់ទេស្រូវយើងសឹងអត់មានរឹសទេអត់មានទឹកចឹងហើយអានេះខ្ញុំ3មុខខ្ញុំថតមកខ្ញុំដកមក3ដើមមកអានេះក៏ស្មើនឹងដែរវាទូចដើមវាក្រហមអញ្ចឹងវាធំទៅដើមវាសវិញហើយវាមានឆ្នូតស្លឹកបាទអញ្ចឹង3នេះខ្ញុំដកហើយឥឡូវខ្ញុំចូលស្មើទី2អញ្ចឹងអានេះស្មៅ3ក្បាលដែរគេហៅ3ក្បាលដែរប៉ុន្តែវាប្រភេទដុះក្នុងស្រូវវស្សាគេហៅ3ក្បាលគ្មានកន្ទុយពពួក3ក្បាលដែរអាមុនមានអានេះគ្មានចឹងដើមវាគល់ក្រហមហើយនេះឬក៏យើងហៅពួកក្របីឬពួកគល់ក្រហមដែលយើងបាញ់ភ្លោះញីឈ្មោលសម្រាប់ពួក99សម្រាប់ហ្នឹងណាចឹងដើមរបស់វាគឺរូបរាងវាបែបហ្នឹងឯងហើយស្លឹកវាតុនចឹងឯងអត់មានឆ្នូតកដាលទេស្លឹកវាអាមានកន្ទុយមានឆ្នូតកដាលប៉ុន្តែអានេះអត់មានឆ្នូតកដាលទេស្លឹកវាគឺបែបហ្នឹងហើយអានេះដុះច្រើនដែរនៅខាងនេះដុះច្រើននេះគុំទូចនេះស្មើហ្នឹងឯងនៅគៀនខាងនោះអីចឹងអានេះរឹសវាក៏ច្រើនដែរហើយពីច្រើនវាដុះមកគុំកញ្ញាងបែកចងាងអញ្ចឹងអត់សូវទៅលើដោយអត់មានកន្ទុយតែអត់កន្ទុយចងាងពេញហ្នឹងហើយស្រួលបាញ់ទេថ្នាំស្មៅនេះចង់ចេញផ្កាក៏បាញ់ងាប់តែថ្នាំវានឹងខ្លាំងបាទអានេះស្មៅជំនាន់មុនពីដុះក្នុងស្រូវភាសាទេលើមុនមានស្រូវប្រាំងតែឥឡូវដាច់ពូជហើយអត់សូវមានស្រូវប្រាំងទេតែតំបន់ដីស្រូវភាសាដូចឡើយនេះដីស្រូវភាសាក៏ធ្វើស្រូវប្រាំងមិនមានឥឡូវទី3នេះតំបន់មួយចំនួនមួយជំនាញហើយអានេះគេហៅស្មៅកេលលោកឬបងប្អូនខ្លះហៅស្មៅរោមស្មៅអីក៏មិនដឹងទេតែដើមវាមានរោមចេះមានរោមនេះនៅតូចដើមវាមានរោមហើយនេះក៏ពិបាកបាញ់មួយដែរបើនៅក្នុងស្រូវប្រាំងវិញពិបាកបាញ់ថ្នាំមុំអត់ទៅទេហើយបាញ់តតែបលិចទឹកអានេះចាញ់ទឹកបើសិនយើងមានទឹកច្រើនបលិចវាហ្មងឆាប់បលួយទេបាញ់ហើយឆាប់បលិចទឹកបើអត់ទឹកទេដុះវិញលឿនណាហ្នឹងអត់លេងសើចទេស្មៅនេះហៅកេលលោកនេះកេលលោករូបរាងវិញចឹងឯងដើមវាមានរោមបាទហើយរឹសវាក៏មិនណយដែររឹសវាបាទអញ្ចឹងយើងកុំឲ្យវែងឆ្ងាយយើងតទៅមុខទៀតអញ្ចឹងអានេះនៅខាងសិវភាសាក៏សម្បូរដែរគេហៅអាចហៅថាស្លាបទាហៅអីផ្សេងទៅអានេះបើខាងខ្ញុំគេហៅសវ៉ានដើមវាទុនអានេះស្រួលបាញ់មែនតើប្រើតែពួកថ្នាំ 2,4-D ថ្នាំកជីបថ្នាំអីយើងហ្នឹងទៅហើយមិននៅទេស្រួលបាញ់ហើយដើមវាបែកខ្នែងអញ្ចឹងហើយវាពេញទៅហ្នឹងហើយវាស្រូវពីអីយើងពេញហ្នឹងហើយមានផ្កាមានអីទៅអាហ្នឹងខាងខ្ញុំហៅសវ៉ានឬក៏គេហៅស្លាបទាស្លាបអីអញ្ចឹងទៅណាបងប្អូនអាហ្នឹងអត់សូវបាក់បាញ់ស្រួលបាញ់ផុតទេថ្នាំមកដប10000ប្រើមហាត់អានេះបានហើយកូនវាទូចទៅមកដោះនេះអញ្ចឹងតទៅមកមុខទៀតអានេះកជីបហើយបងប្អូនស្គាល់ច្រើនហើយកជីបនោះដើមវាធំនោះកជីបមកនេះដើមវាធំប៉ុណ្ណានេះអញ្ចឹងអានេះក្រជីបហើយឈ្មោះវាកជីបពពួកស្មៅលឹកធំអានេះក៏បាញ់ស្រួលបាញ់ដែរបាញ់ទៅពពួក
ឆ្នាំ 240 ឆ្នាំអីហ្នឹងមកដល់ 10000 ហ្នឹងទៅហើយអានេះអញ្ចឹងគេហៅពពួកបោស្លឹកធំមានជ័រមានអីចឹងទៅស្រួលបាញ់ហើយអានេះបងប្អូនខ្លះហៅអាចជ្រូកហៅខ្លុយហៅអីផ្សេងទៅបើតែឈ្មោះវាគឺក្រជីបជាប្រភេទស្មៅនៅក្នុងស្រូវប្រាំងក៏មានស្រូវភាសាក៏មានដែរអានេះស្រួលព្រោះអត់ខ្វះហើយស្មៅនេះហ៎ចង់បានប៉ុន្មានក៏បានដែរគោក៏ស៊ីដែរនេះបានអញ្ចឹងតទៅមុខទៀតមកប្រភេទទៀតនេះជាម្បូកក់កក់ចឹងកក់មាន3ប្រភេទកក់គឺមានកក់ជ្រុងកក់ភ្នែកក្តាមហើយកក់ឆាត់អញ្ចឹងអាប្រភេទនេះគឺប្រភេទកក់ជ្រុងហើយកក់ជ្រុងគឺដើមរបស់វាគឺជ្រុងអញ្ចឹងពីទូចមកដើមវាជ្រុងអញ្ចឹងណាដល់ពេលធំឡើងផ្កាពេញនេះផ្ការបស់វាកក់ជ្រុងណាផ្កាវាលឿងអញ្ចឹងណាផ្កាវាលឿងបើទៅពេលវាដោះច្រើនគឺវាលឿងពេញស្រែបានអញ្ចឹងអានេះបើមានទឹកគ្រប់គ្រាន់បាញ់វាក៏ស្រួលបាញ់ដែរឲ្យតែស្គាល់ថ្នាំច្បាស់បាញ់ស្រួលផុយគុលល្អហ្មងឲ្យតែមានទឹកគ្រប់គ្រាន់ប៉ុន្តែបើទឹកអត់គ្រប់គ្រាន់វិញពិបាកបាញ់ណានេះស្អាតតែស្មៅដែលពិបាកហើយបើសិនទឹកអត់គ្រប់គ្រាន់ថ្នាំយើងបាញ់អត់ច្បាស់លាស់អានេះក្រាស់ណាដោះពេញស្រូវអានឹងឧទាហរណ៍មើលនេះមកកដប់នេះស្មៅនឹងសុទ្ធសតកក់នេះតកក់សុទ្ធតិចច្រឡំថាស្រូវកក់ទាំងអស់នេះអញ្ចឹងអាហ្នឹងតើមានទឹកគ្រប់គ្រាន់បាញ់ងាប់ល្អកក់ហ្នឹងដកមកផុយគល់ហ្មងតែបើទឹកអត់គ្រប់គ្រាន់ទៅវាដោះតមករហូតដោះតកតុយគ្នាមករហូតមកទូចក៏មានតែដោះទូចអាធំមានហើយអាទូចមកតអត់ទឹកអញ្ចឹងបាទអញ្ចឹងអានេះប្រភេទកក់ឆាត់ហ្នឹងអីកក់នេះកក់ជ្រុងដើមវាគឺដើមវាជ្រុងនេះដើមវាជ្រុង3ជ្រុងអញ្ចឹងហើយនឹងផ្ការបស់វាគឺបែបហ្នឹងលឿងខ្ពស់ជាងស្រូវអានោះខ្ញុំដោះខ្ពស់ជាងស្រូវឥឡូវស្រូវទូឥឡូវវាផ្កាបាសខ្លះបាត់ហើយហ្នឹងអញ្ចឹងនេះប្រភេទកក់ជ្រុងហើយបើកក់ភ្នែកក្តាមដើមវាពីទូចតប៉ែតហើយភ្នែកវាដូចភ្នែកក្តាមអញ្ចឹងណាខ្ញុំអត់បានមានរូបនៅនេះហើយកក់មួយទៀតហៅកក់ឆាត់ផ្លែវាមូលអានេះឥឡូវផ្លែវានេះមូលដូចឆាត់អញ្ចឹងអាហ្នឹងហៅកក់ឆាត់ហើយកក់ឆាត់និងកក់ជ្រុងដើមវាកម្ពស់គ្នាអញ្ចឹងធំដូចគ្នាអញ្ចឹងលើស្រូវដូចគ្នាតែវាដោះតាមតំបន់ខុសគ្នាអញ្ចឹងទៅបើកក់ភ្នែកក្តាមសបោលើស្រូវភាសាសបោអញ្ចឹងយើងមើលទៅដើមវាទូចអានេះធំបន្តិចមកដើមវាឆ្លោះលុចឬវាក៏ល្អដែរបាទដើមវាជ្រុងកក់ហើយអានេះផ្កាដល់វាផ្កាហើយបាទអញ្ចឹងនៅស្មៅច្រើនទៀតដល់ពេលស្រែនេះវារត់ឃើញមានស្មៅច្រើនទៀតដូចជាអានេះហើយនេះឯងនេះដល់ស្អីទូចពេកប្រភេទស្មៅកតុយកងោកនេះកតុយកងោកមួយទៀតយើងហៅជង្គង់លុតជង្គង់អីចឹងណាដើមវាតប៉ែតស្តៀងស្មៅយួនដែរនេះស្តៀងស្មៅបែកក្បាលមានកតុយនេះដែរប៉ុន្តែដើមវាតប៉ែតចឹងហ្នឹងអានេះដើមវារៀងមូលជាងកម៉ាប់ជាងចឹងកេតមើលស្មៅទៅសបោនេះក្នុងស្រែគាត់នេះអានេះគេរលោកមិញនៅទូចគេរលោកមិញឬវាស្អាតណាលេខស្អាតទេចឹងមានស្មៅច្រើនប្រភេទភាសាខ្ញុំឃើញក្នុង YouTube ខ្ញុំសើចពីច្រើនខ្ញុំសើចទៅអត់សូវឃើញប្រភេទស្មៅដែលគេណែនាំទេគេដាក់ទៅទៅសបផ្សាយថ្នាំចឹងទៅហ្នឹងខ្ញុំបង្ហាញឈ្មោះស្មៅនេះអានេះអីនេះគេលោកហ្នឹងឯងដើមវារោមហើយវាបែកគុំមើលវាបែកគុំហើយវារឹសវាស្អាតខ្លាំងណាស់អានេះបើស្រូវបានតែប៉ុណ្្នឹងអស់ទោះហើយស្រូវអត់មានទឹកប៉ុន្តែវាលាស់បដូលវាជាលវក់ឥឡូវខ្ញុំដកស្រូវសុំដកស្រូវគេមកដើមខ្ញុំស្ទង់គេវិញមើលរឹសវាសិននេះរឹសស្រូវក៏ល្អក្រន់ចាំតែទឹកមកដាក់ជីឡើងហ្មងរឹសស្អាតដែរតាដល់ចងាចឹងអានេះឯងគល់ក្រហមមិញគល់ក្រហមបាញ់ថ្នាំស្រួលទេអានេះគាត់ថាថ្នាំនៅក្នុងស្រូវប្រាំងមួយចំនួនបាញ់ឲ្យស្មៅនឹងអត់ងាប់ទេណាគាត់នៅប្រភេទស្មៅនៅក្នុងស្រូវពុស្តាតើបាញ់លាយគ្នាឬក៏បាញ់ច្រើនមុខចឹងអានេះគេទុយកងោកនេះដោយសារវាអត់មានឆ្នូតនៅកណ្ដាលស្លឹកទេហើយដើមវាសហើយតប៉ែតនេះគេទុយកងោកស្មៅប្រដកគៀនដបោគៀនអីណាស្រូវភាសាក៏មានស្រូវប្រាំងក៏មានដែរនេះគេទុយកងោកទៀតច្រើនមុខស្រូវទូចនេះគេលលោកធំទៅនេះពេលវាធំទៅពេលគេលលោកធំដល់គេលោកធំវារោមផ្កាវារោមដោះតាមស្រូវតាមអីហ្នឹងគេលលោកឯនេះធំដល់ប៉ុណ្ណាណីហើយមកស្មៅដោះឲ្យពេញទៅស្រូវទីទៀតពេញលេងហើយមើលគេលោកប៉ុណ្ណាណីអត់មានទឹកបាញ់ដោយសារ
เลี้ยงมาเต็งไปมือแต่ว่าสมายูนเฮียโอ้ยดอกกลุ่มปนนาในcái mà lại ní smile cho tao nàyแต่เสร็จมาดามปีดามนี่สิเนี่ยจังวิดีโอคลิปอย่างนี้คือยังมีแต่เป็นไอ้ก่อนจังแน่นอนไปชมูสมายมาจนนวลสำหรับบองโอนแต่ถ้าไปยังตัวเต็งทำเลยโปไว้ยังบะปรับชมูตะเกยถ้าสมายเอ้ยจมูกบองโอนสกอร์ชมูสมายหายแต่ยังตัวเต็งทำปรับเกตัวเต็งทำเตอทำมาบังก็เสือขาดเลยโดยยังชื่อจังไปยังดังแต่ยังชื่อไอ้ยังตัวเต็งทำชับเตอnhưngถ้ายังกรณีชื่อกระบายังตัวเต็งทำชื่อกระบาแต่มามุกกอดบ้านใดยังตัวดังถ้าสมอดังประเภทสมัยไอ้เกให้บังขนาดไอ้เต๋ออันนั้นยังดังไงแต่ยังโอ้ชื่อกระบามาดัดสายไปยังไงนะนี่ไอ้สักโกลกระหอมไหมมาดาวเบาไว้งานในโกลกระหอมนี่ก็ใบกระบาขมิ้นกันตัวใบจังวิดีโอคลิปอย่างนี้คือมีแต่ปัญหาไงสมบัติคนบางคนนะครับเนี่ย